រុនសួស្តីក៏ដូចជាជំរាបសួរទៅកាន់បងប្អូនអ្នកទស្សនាទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Oswald Official នៅក្នុងថ្ងៃនេះដែរខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅទស្សនានៃទស្សនវិជ្ជារួមនៃការផលិតជីធម្មជាតិនៅក្នុងសហគមន៍ប្រាសាទសាមគ្គីដែលមានទីតាំងស្ថិតនៅភូមិជ័យមង្គលឃុំជ្រប់ស្រុកបន្ទុកនៅខេត្តកំពង់ធំខ្ញុំបាទសូមជម្រាបសួរបងប្អូនដែលបានទស្សនាវីដេអូនេះបាទខ្ញុំបាទឈ្មោះវ៉ុនវងតួនាទីអនុប្រធានត្រួតពិនិត្យនៅក្នុងសហគមន៍ប្រាសាទសាមគ្គីហើយក៏តំណាងក្រុមផលិតជីធម្មជាតិដែលផលិតដោយសហគមន៍ប្រាសាទសាមគ្គីបាទហើយនេះជាសកម្មភាពដុតជើងកាមដើម្បីយកទៅប្រើប្រាស់ក្នុងការផលិតជីដំណាក់កាលទី1ហើយការដុតជើងកាមនេះគឺប្រើរយៈពេល2ថ្ងៃដើម្បីបានផលខ្លាយទៅជាធ្យូងកាមយកទៅប្រើប្រាស់បន្ទាប់ពីការដុតអង្កាមអស់រយៈពេល2ថ្ងៃរួចមកយើងក៏ទទួលបាននូវធ្យូងអង្កាមដែលធ្យូងអង្កាមទាំងអស់នេះយើងយកទៅធ្វើនៅក្នុងដំណាក់កាលទី3បន្តទៀតនៅក្នុងដំណាក់កាលទី3នេះគឺជាការលាយបញ្ចូលគ្នារវាងសារធាតុផ្សេងៗមានដូចជាឆ្អឹងសត្វកំបោរសលាមកសារគ្រប់ប្រភេទរួមទាំងធ្យូងអង្កាមនេះផ្ទាល់ផងដែរនៅក្នុងដំណាក់កាលទី3នេះយើងធ្វើការលាយបញ្ចូលគ្នានៅសារធាតុផ្សេងៗដែលបានរៀបរាប់ខាងលើរួចក៏ផ្អាប់ទុករយៈពេល50ថ្ងៃនៅក្នុងចន្លោះពេល50ថ្ងៃនៃការផ្អាប់ទុកក្នុងរយៈពេល10ថ្ងៃម្ដងគឺយើងធ្វើការបើករួចច្របល់នៅល្បាយទាំងអស់នេះដើម្បីឲ្យវាលាយបានសសាច់ល្អបន្ទាប់ពីការរងចាំអស់រយៈពេល50ថ្ងៃរួចមកយើងក៏ទទួលបាននូវល្បាយជីដែលល្បាយជីទាំងអស់នេះយើងអាចយកទៅប្រើប្រាស់បានហើយក៏ប៉ុន្តែដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជនគឺយើងត្រូវតែយកល្បាយជីទាំងនេះទៅសូននៅក្នុងម៉ាស៊ីនរួចច្រោះនៅក្នុងបេដែលមាន logo របស់សហគមន៍ប្រាសាទសាមគ្គីដើម្បីងាយស្រួលនៅក្នុងការប្រើប្រាស់របស់អតិថិជននៅក្នុងការដឹកជញ្ជូនផងដែរនេះជាលទ្ធផលចុងក្រោយនៃការផលិតជីធម្មជាតិរបស់សហគមន៍ប្រាសាទសាមគ្គីគឺយើងយកសូនពីគ្រាប់បាទគឺមានរូបភាពបែបនេះបាទហើយជីនេះគឺប្រើប្រាស់បានគ្រប់ប្រភេទដំណាំមិនថាដំណាំស្រូវឬក៏បន្លែឬក៏ឈើហូបផ្លែចុងក្រោយសូមសំណូមពរដល់បងប្អូនជួយគាំទ្រផលិតផលក្នុងស្រុកជាពិសេសគឺផលិតផលដែលផលិតបានដោយសហគមន៍ប្រាសាទសាមគ្គីគឺជីធម្មជាតិប្រាសាទសាមគ្គីដែលមិនមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់និងបរិស្ថានជីដែលបានផលិតដោយសហគមន៍ប្រាសាទសាមគ្គីនេះគឺពិតជាទទួលបាននូវការគាំទ្រយ៉ាងច្រើនអំពីប្រជាជននៅក្នុងសហគមន៍ក៏ដូចជាប្រជាកសិករទាំងមូលនៅក្នុងខេត្តកំពង់ធំដោយសារតែគុណភាពដ៏ល្អគ្មានសារធាតុគីមីបូករួមទាំងមានតម្លៃសមរម្យផងដែរដោយ1បេដែលមានទម្ងន់50គីឡូមានតម្លៃត្រឹមតែ 60000 រៀលតែប៉ុណ្ណោះជាចុងក្រោយក៏សូមអរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃរបស់អ្នកទស្សនាក្នុងការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់និងកុំភ្លេចចូលរួមចែករំលែកនិងគាំទ្រផលិតផលនៅក្នុងស្រុកយើងទាំងអស់គ្នាដើម្បីចូលរួមលើកកម្ពស់ជីវភាពប្រជាជននៅក្នុងសហគមន៍យើងទាំងអស់គ្នាក្រុមការងារ Oswald សូមអរគុណនិងសូមគោរពលា